សមាជរដ្ឋសភានិងព្រឹទ្ធសភាបង្ហាញថាសេចក្តីសម្រេចរបស់ខ្លួនទាំង3អំពីប្រព័ន្ធគាំពារសង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងវិស័យកសិកម្មជាមូលដ្ឋានក្នុងការអនុវត្តមានតម្លៃខ្ពស់បំផុតនិងគាំទ្រជំរុញរាជរដ្ឋាភិបាលពង្រឹងការអនុវត្តរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាចេញថ្ងៃទី5 ខែមិថុនាឆ្នាំ2025បង្ហាញថាសមាជរដ្ឋសភានិងព្រឹទ្ធសភាបានពិភាក្សាយ៉ាងផុសផុសលើប្រធានបទប្រព័ន្ធគាំពារសង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងវិស័យកសិកម្មដោយមានសមាជិករដ្ឋសភានិងព្រឹទ្ធសភាបានឡើងពីការយល់ឃើញរិះគន់ស្ថាបនានិងជំរុញរាជរដ្ឋាភិបាលពង្រឹងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រនិងគោលនយោបាយរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតសម្រាប់សេចក្តីសម្រេចស្តីពីប្រព័ន្ធគាំពារសង្គមរបស់សមាជរដ្ឋសភានិងព្រឹទ្ធសភាបង្ហាញពីការគាំទ្រទៅលើការអនុវត្តរបស់រាជរដ្ឋាភិបាលថាសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគាំទ្រទាំងស្រុងនៅទិសដៅយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដោយបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលស្របនឹងស្ថានភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជាទាំងបច្ចុប្បន្ននិងទៅអនាគតក្នុងរយៈពេលនៃអាណត្តិទី7ក្នុងប្រធានបទប្រព័ន្ធគាំពារសង្គមលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាដើម្បីកសាងប្រព័ន្ធគាំពារសង្គមឲ្យមានភាពរឹងមាំត្រូវផ្ដោតលើធាតុសំខាន់ចំនួន3រួមមានទី1រៀបចំក្របខ័ណ្ឌកិត្តិយសឯកសារគោលនយោបាយទី2ប្រព័ន្ធគាំពារសង្គមឌីជីថលយន្តការតាមដានវិតម្លៃនិងទី3ការដាក់ចេញផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រសម្រាប់អនុវត្តកម្មវិធីជាតិជំនួយសង្គមរបបសន្តិសុខសង្គមនិងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់លោកបន្តថាក្នុងឆ្នាំ2025រាជរដ្ឋាភិបាលបានវិភាគថវិកាប្រមាណ$257 លានអាមេរិកចំពោះសេចក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់សមាជរដ្ឋសភានិងព្រឹទ្ធសភាបង្ហាញពីការគាំទ្រទៅលើការអនុវត្តរបស់រាជរដ្ឋាភិបាលថាសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគាំទ្រទាំងស្រុងនៅយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028ដែលដាក់ចេញដោយរាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវស្របនឹងស្ថានភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជាបច្ចុប្បន្ននិងទៅអនាគតក្នុងរយៈពេលនៃអាណត្តិទី7ក្នុងប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថារាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028ក្នុងការគោលដៅលើកទឹកចិត្តអ្នកប្រកបរបរនិងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យល្អប្រសើរនិងផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមបើយោងទៅតាមតួលេខអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ2019គឺមានកម្លាំងពលកម្មប្រមាណ7.9 លាននាក់ដោយនៅក្នុងនោះ1.7 លាននាក់ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធនិង5.2 លាននាក់ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាហេតុនាំឲ្យអាចខ្វះលទ្ធភាពទទួលបានសេវាសំខាន់ដែលធ្វើឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាយរងគ្រោះដោយសារវិបត្តិចំណែកសេចក្តីសម្រេចស្តីពីវិស័យកសិកម្មរបស់សមាជរដ្ឋសភានិងព្រឹទ្ធសភាបង្ហាញពីការគាំទ្រទៅលើការអនុវត្តរបស់រាជរដ្ឋាភិបាលថាសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគាំទ្រទាំងស្រុងនៅគោលនយោបាយទូទៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មដែលជាគោលនយោបាយដ៏ត្រឹមត្រូវស្របនឹងស្ថានភាពសេដ្ឋកិច្ចនិងសង្គមកម្ពុជាបច្ចុប្បន្ននិងទៅអនាគតក្នុងរយៈពេលនីតិកាលទី7នៃរដ្ឋសភាក្នុងប្រធានបទសកម្មលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថារាជរដ្ឋាភិបាលមានកម្មវិធីគោលនយោបាយពីរសំខាន់ទាក់ទងនឹងវិស័យកសិកម្មគឺទី1យន្តការសម្របសម្រួលនឹងកម្មវិធីហិរញ្ញប្បទាននិងទី2ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំសង្កាត់ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្មឲ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងធានាសន្តិសុខស្បៀងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមួយវិញទៀតគិតត្រឹមឆ្នាំ2024វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ15.7%ក្នុងផលិតផលសរុបក្នុងស្រុកគួរបញ្ជាក់ថាមុនផ្ដើមប្រជុំតាមរបៀបវារៈទាំង3គឺអង្គសមាជបានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយប្រទេសថៃតាមរយៈការទូតការចរចាស្វ័យការពារខ្លួនប្រើប្រាស់ច្បាប់អន្តរជាតិនិងគាំទ្រពេញទំហឹងចំពោះការនាំយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិច
មួយវិញទៀតមុនពេលមានកម្មវិធីសមាជរដ្ឋសភានិងព្រឹទ្ធសភាខាងលើគឺមានលិខិតពីលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាស្នើសុំកោះប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន3របស់ប្រទេសជាតិនេះបើយោងតាមលិខិតលេខ237លុសចុះថ្ងៃទី28ខែកុម្ភៈឆ្នាំ2025អត្ថបទដោយលោកហេងរិទ្ធ